ធ្វើជាមនុស្សក៏រមើលគុណដោយសត្វក្រពើដោយសត្វស្វាដែលបានគេជួយហើយបែរជាទៅព្យាបាទគេសងគេដោយអំពើមិនគប្បីណាអ្នកខ្លះនៅពេលដែលមានអាសន្នអន់ក្ររហេមរហាមធ្លាក់ក្នុងស្ថានភាពដ៏លំបាកលំបិនក៏ចាប់ផ្ដើមអោនលំទោនអង្វរលន់តួនិងធ្វើសពបែបសពយ៉ាងដែលគួរឲ្យអាណិតណាស់រួមទាំងបន់ស្រន់ផងដែរប៉ុន្តែនៅពេលដែលគេបានជួយហើយក៏ចាប់ផ្ដើមកទីតខ្ទើតក្រអឺតក្រទមហើយមិនគិតអំពីការតបស្នងសងគុណគិតពីការយកទោសពៃនិងរមិលគុណរហូតដល់អ្នកខ្លះទៀតគិតពីផលប្រយោជន៍ឬលុយជាធំហើយបែងជើងអ្នកមានគុណក៏មានដែរបាបកម្មណាស់អត់កំណើទេហើយនឹងធ្លាក់ក្នុងសេចក្តីអន្តរាយដូចដើមវិញមិនខានមនុស្សដែលគួរឲ្យខ្លាចនិងមនុស្សដែលថោកទាបបំផុតគឺជាមនុស្សដែលប្រឌិតរឿងយើងដើរប្រាប់អ្នកផ្សេងដែលមានទំនាក់ទំនងឬក៏មនុស្សសំខាន់ដើម្បីបង្កាច់បង្ខូចកិត្តិយសគេឈ្មោះយើងទាំងដែលយើងមិនដឹងខ្លួនហើយទាំងដែលយើងមិនបានប្រព្រឹត្តគឺជាមនុស្សពឹសពុលណាស់មនុស្សបែបនេះគំរក់អាក្រក់អន់កំសាកប៉ុន្តែវាល្បិចត្រង់វាមិនហ៊ាននិយាយនឹងមុខតែវាចាក់រុកខាងក្រោយហើយមនុស្សដែលអន់ជាងនឹងទៅទៀតគឺអ្នកជឿសម្រាប់អ្នកជឿប្រសិនបើមានគេប្រឌិតរឿងនរណាម្នាក់ប្រាប់ចាក់រុកបែបហ្នឹងគួរតែសួរឬក៏បើអាចចាញ់ផ្ចាល់ឲ្យទល់មុខគ្នាតែម្ដងនេះទើបយើងអាចរកខុសត្រូវឃើញកុំឲ្យជឿឲ្យវិនិច្ឆ័យថាគាត់អញ្ចឹងដែរខាងនោះអញ្ចឹងដែរដូចអ្វីដែលគេនិយាយបាទអាហ្នឹងគឺថាខួរក្បាលប្រហោងក្នុងអត់មានខួរពិចារណាទេស្ថាប័ននីមួយៗគឺយើងត្រូវតែជ្រើសរើសមេឲ្យបានខ្លាំងប៉ាកែតើតើមេខ្លាំងប៉ាកែបានគាត់អាចក្តោបក្តាប់កូនចៅគ្រប់គ្រងកូនចៅដឹកនាំកូនចៅលើកទឹកចិត្តកូនចៅជំរុញទឹកចិត្តកូនចៅឲ្យធ្វើការងារឲ្យលទ្ធភាពហើយបើសិនជាមេនឹងមិនខ្លាំងប៉ាកែមេនឹងសាំតប៉ែគឺថាស្ថាប័នហ្នឹងប្រកាសជាលាយហើយមេខ្លះគេអាចប្រអប់បានមេខ្លះគេមកយកចិត្តទៅដាក់បន្តិចតួចទៅអត់មានមើងម៉ាត់ម៉ត់ចត់ទៀតទេមេខ្លះគេត្រពងអីចឹងទៅណាមេខ្លះទៀតគឺអវត្តមានកូនចៅអវត្តមានមិនក៏អវត្តមានទៅអត់មានភាពមើងម៉ាត់ម៉ត់ចត់ច្បាស់លាស់ទេមេខ្លះទៀតស៊ីសនុកសោកប៉ាន់មេខ្លះលំអៀងមេខ្លះអសកម្មមេខ្លះធ្វើតែខ្លួនមេខ្លះនៅតែក្នុង office មេខ្លះជឿតែតាមរបាយការណ៍អញ្ចឹងធ្វើឲ្យអ្នកដែលមានជំនាញចំណេះដែលចេញទៅប្រតិបត្តិការនោះគឺថាទទួលនៅភាពអយុត្តិធម៌វាទៅជាអ្នកដែលប៉ាកែអែបអបសោកប៉ាន់លុញពងទៅជាឡើងឋានៈឲ្យគ្នាណាដល់ទៅពេលអ្នកដែលខិតខំប្រឹងប្រែងធ្វើការងារពិតប្រាកដមានសមត្ថភាពពិតប្រាកដមើលគ្នាមិនឃើញអញ្ចឹងអានេះគឺជាទម្ងន់មួយក៏ដូចជាចំណុចអាក្រក់ដែលធ្វើឲ្យអ្នកដែលមានសមត្ថភាពមិនមានឱកាសហើយអ្នកដែលមានសមត្ថភាពវាទៅជាមានឱកាសវាទៅជាមានតំណែងវាទៅជាឡើងបុណ្យស័ក្តិអីបានលឿនអញ្ចឹងគឺចាប់ផ្ដើមយើងមិនអាចទៅមើលមនុស្សរាប់លានអ្នកបានទេប៉ុន្តែមេដឹកនាំនីមួយៗតាមស្ថាប័នហ្នឹងគឺត្រូវតែសម្រិតសម្រាំងហ្មងសម្រិតសម្រាំងអ្នកណាអយុត្តិធម៌អ្នកណាលំអៀងអ្នកណាចូលចិត្តតែឲ្យគេលេងពងកុំដាក់ដកចេញអស់ការងារតូចក៏ដោយឲ្យតែសុចរិតហើយយើងគិតធំទៅវាធំយើងគិតធំហ្នឹងគិតយ៉ាងម៉េចយើងគិតធំហ្នឹងគឺយើងកុំគិតថាការងារហ្នឹងវាតូចកុំគិតថាការងារហ្នឹងរកមួយថ្ងៃបានត្រឹមតែ 2-30000 រៀលយើងត្រូវបំបែកសាខាយើងត្រូវគិតថាទៅជាហាងឬក៏អាចគិតថាវាចេញទៅជា 20-30 ម៉ឺនអញ្ចឹងទៅមួយទៀតការងារហ្នឹងវាប្រើដើមទុនតិច $700-800 យើងថាតូចណាស់អាជីវកម្មមួយដែលមានការរីកចម្រើនវាមិនមែនអាស្រ័យលើដើមទុនដែលប្រើទៅនឹងតូចឬធំទេតែវាអាស្រ័យលើមុខរបរដែលយើងចាប់ទៅនោះវាមានផលិតផលឬសេវាកម្មត្រូវផលិតផលសេវាកម្មត្រូវវាបង្កើតប្រាក់ចំណូលច្រើនណាស់ជា
ជាតាក់តាំងជាផតាំងគឺមិនថា Steve Jobs បើ Bill Gates ចាប់ផ្ដើមពី$3,000 ហើយខ្លាចទៅជាមហាសេដ្ឋីដល់ទៅ7 ឆ្នាំជាប់គ្នា Mark Zuckerberg ចាប់ផ្ដើម4នាក់ម្នាក់$1,000 នៅបន្ទប់4 ម៉ែត្រ 4 ជ្រុងក៏មានអ្នកខ្លះទៀតចាប់ផ្ដើមពីមាសមួយជីមួយហ៊ុនពីរហ៊ុនអ្វីដែលសំខាន់បំផុតគឺការឲ្យតម្លៃយកចិត្តទុកដាក់កែច្នៃហើយធ្វើឲ្យកិច្ចការងាររបស់យើងនោះមើលប្រឡោះណាប្រហោងណាដែលយើងអាចពង្រីកបានយើងបរិតាមនោះ